សួស្តីអ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំមកធ្វើការវិភាគទៅលើតម្លៃហាងឆេងមាសម្ដងទៀតដែរចែកជូនបងប្អូនទាំងអស់គ្នាថាតើនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយយើងគួរតែចូលទិញឬក៏យើងគួរតែចូលលក់តោះឥឡូវកុំឲ្យខាត់ពេលយូរយើងទៅមើលជាមួយនឹងទិសដៅផ្សារទាំងអស់គ្នាអញ្ចឹងនេះគឺជាក្រាបផ្សាររបស់យើងឃើញថាផ្សារគឺបានចុះមកខ្លាំងមែនទែនសម្រាប់សប្តាហ៍នេះអញ្ចឹងវាចុះមកពី3167រហូតមកដល់3117អធិស្ឋាន3017អញ្ចឹងគឺថាចុះច្រើនមែនទែនចូល200រេកហីបាទចុះពីនឹងមកគឺថារឿងគឺជារឿងមួយដែលមិននឹកស្មានណាហើយមូលហេតុដែលធ្វើឲ្យមានចុះនោះគឺដោយសារតែកត្តាសេដ្ឋកិច្ចអីជាដើមចឹងទៅអញ្ចឹងឥឡូវយើងមកមើលថាថ្ងៃច័ន្ទហ្នឹងនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយហ្នឹងយើងគួរតែចូលទិញឬក៏យើងគួរតែចូលលក់អញ្ចឹងឥឡូវជាដំបូងខ្ញុំឲ្យអ្នកនរគ្នាមកមើលសិនតំបន់ខ្ពស់ទី1នេះគឺនៅ3151តំបន់ខ្ពស់ទី1ហើយតំបន់ខ្ទាបខ្ញុំមើលឃើញថាវានៅ3030តំបន់ខ្ទាបបាទ3030តំបន់ខ្ទាបទី1អញ្ចឹងរឿងអ្វីដែលអ្នកនរគ្នាគួរតែធ្វើនៅថ្ងៃច័ន្ទអ្នកនរគ្នាគួរតែទិញបាទទិញឡើងពី3030ហ្នឹងហើយកាត់ take profit យើងអាចនិយាយបានថា TP ហ្នឹងអ្នកនរគ្នាអាចចាំកាត់នៅ3100បាទ3100អញ្ចឹង TP ទី1មូលហេតុដែលខ្ញុំឲ្យអ្នកនរគ្នាកាត់នៅហ្នឹងព្រោះថាមាសពេលដែលវាប៉ះហ្នឹងគឺវាប៉ះតំបន់ខ្ពស់ទី1ហីបាទតំបន់ខ្ពស់លក្ខណៈវា50% 50% ពេលដែលវាចុះមកអញ្ចឹងណាបាទអញ្ចឹងតម្លៃដែលវាឡើងមកដល់3100ហ្នឹងគឺជាតម្លៃតំបន់ 50% ដែលវាចុះមកកាលពីសប្តាហ៍មុនហ្នឹងឯងអញ្ចឹងពេលដែលវាប៉ះកន្លែងហ្នឹងគឺវាអាចនឹងប្រេកអញ្ចឹងពេលដែលវាប្រេកយើងគួរតែចាំទិញមកតង់ទៀតនៅ3000ចន្លោះ3070 60ហ្នឹងអ្នកនរគ្នាអាចចាំទិញមកតង់ទៀតបានហើយបន្ទាប់មកយើងកាត់TP នៅ3150ហើយរឿងដែលយើងគួរធ្វើមួយទៀតនោះអ្នកនរគ្នាគួរតែចាំសង្កេតមើលកន្លែងពេលដែលវាប្រេកហ្នឹងណាពេលដែលវាប្រេកពី3100មកដល់3000ចន្លោះ3070 60ហ្នឹងអ្នកនរគ្នាអាចសង្កេតមើលថាកម្លាំងនៃប្រេកហ្នឹងកម្លាំងនៃចុះហ្នឹងគឺខ្លាំងអត់បើសិនជាកម្លាំងចុះខ្លាំងអញ្ចឹងមាសគឺវាអាចបុកចុះបាទគឺវាអាចបុកចុះបន្ថែមទៀតវាអាចបុកចុះដល់ទៅ2950ហើយមិនខ្ញុំថាមាសអាចចុះដល់2950អ្នកនរគ្នាអាចមកមើលជាមួយនឹងtime frame daily បាទ time frame daily ហើយយើងមើល time frame មួយថ្ងៃអញ្ចឹងសម្រាប់ time frame មួយថ្ងៃគឺយើងឃើញ support មួយឯងបាទនេះអ្នកនរគ្នាឃើញនេះ support មួយនៅ3ឥឡូវវាចុះមកដល់ support ហ្នឹងហើយឥឡូវយើងអូទៅក្រុមជប់អូខេហើយយើងអូមកក្រុមសិននេះចឹងនេះគឺជា support ទី2បាទដែលខ្ញុំឃើញហ្នឹងនេះអ្នកនរគ្នានេះ2900នេះអ្នកនរគ្នាមើលកន្លែងនេះមក2951អញ្ចឹងហ្នឹងគឺជា support ទី2អញ្ចឹងបើសិនជាអ្នកនរគ្នាកាត់ take profit នៅ3100ហ្នឹងហើយអ្នកនរគ្នាអាចសង្កេតមើលសិនទៅមុននឹងយើងចូលទិញមួយសារទៀតណាយើងអាចសង្កេតមើលពេលដែលវាប្រេកធំ3070 3060ហ្នឹងថាវាកម្លាំងប្រេករបស់វាគឺខ្លាំងអត់បើសិនជាកម្លាំងប្រេកខ្លាំងអ្នកនរគ្នាគួរតែដូរទិសដៅយើងចូល sell វិញបាទយើងដូរទិសដៅយើងចូល sell វិញអាហ្នឹងគឺជាអ្វីដែលយើងគួរធ្វើនៅថ្ងៃច័ន្ទអញ្ចឹងមាសគឺខ្ញុំគិតថាសប្តាហ៍ក្រោយវាអាចនឹងឡើងប៉ុន្តែអ្វីដែលយើងគួរចាំមើលគឺនៅចន្លោះថ្ងៃពហុនិងថ្ងៃសុក្រថ្ងៃពីរហ្នឹងចាំមើលថាតើវា
nơi tại bật to caឡើងទៀតឬក៏វាចុះអញ្ចឹងអ្នកនរគ្នាអាចសង្កេតមើលតែបើសិនជាថ្ងៃច័ន្ទដល់ថ្ងៃពហុខ្ញុំគិតថាមាសគឺនៅតែបន្តការឡើងទេអញ្ចឹងយើងអាចconfirm buy បានអ្នកនរគ្នាអាច confirm buy បានហើយកាត់ចំណេញគឺអ្នកនរគ្នាអាចយកតាមខ្ញុំនឹងមកបាទអាចយកតាមខ្ញុំនឹងមកហើយមួយទៀតបើសិនជាអ្នកនរគ្នាអត់ទាន់មានគណនីនឹងការជួញដូរទៅលើហាងឆេងមាសនៅក្នុងវិស័យ forex ទេអាចតំណតំណងមក Telegram របស់ខ្ញុំបានហើយឲ្យកាន់តែច្បាស់លម្អិតបន្ថែមទៀតអ្នកនរគ្នាក៏អាចឆាតចូលក្នុងក្រុម Telegram របស់ខ្ញុំបានដែរអាចចូលក្រុម Telegram របស់ខ្ញុំព្រោះពេលដែលខ្ញុំចូលគឺខ្ញុំតម្លាក់ signal ឲ្យអញ្ចឹងងាយស្រួលអ្នកនរគ្នាចូលមែនទែនអ្នកនរគ្នាគ្រាន់តែ confirm ទៅតាម signal របស់ខ្ញុំទៅបាទអញ្ចឹងអរគុណច្រើនសម្រាប់ការទស្សនាកុំភ្លេច Subscribe ដើម្បីទទួលបានជាមួយនឹងចំណេះដឹងថ្មីបន្ថែមទៀតអរគុណបាយបាយជួបគ្នាវីដេអូ